Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកស្រាវចម្ងល់គ្នាយើងបន្តិចដែលគាត់បានសួរខ្ញុំថាបងអាឡានគេនិយមត្រីនៅក្នុងខេត្តបខិញហ្នឹងអាហ្នឹងឡានហ្នឹងឈ្មោះអីហើយ setting របស់វាគេកែមិនបងអញជួយចេញវីដេអូមកហ្នឹងហើយអូខេឥឡូវខ្ញុំចេញវីដេអូឲ្យមើលសម្រាប់ឡានដែលគេនិយមត្រីហ្មងគឺវាមានទី1 GTR ពពួក GTR ទី2ពពួក S13 ពពួក S13 ហ្នឹងហើយថ្ងៃហ្នឹងខ្ញុំមកប្រាប់ពី setting S13 ហ្នឹងក៏គេនិយមដែរគ្នាយើងគេនិយមគេលេងច្រើនអញ្ចឹងណាដោយសារអីដោយសារតែឡានហ្នឹងគឺវាស្មូតល្អឡានហ្នឹងគឺជាប្រភេទឡានត្រីអីហ្នឹងហើយបើ GTR វាមាន GTR R35 GTR R34 GTR R33 GTR R32 អីចឹងទៅអាហ្នឹងត្រីក៏បានប៉ណ្ណឹងក៏បានលឿនវាលឿនហ្នឹងចឹងណាហ្នឹងហើយបន្ទាប់ពីគ្នាយើងមើលតាម setting របស់ខ្ញុំចឹងរួចហើយចាំខ្ញុំទៅប្រាប់ពីរបៀបគេផ្សឹកកន្លងកង់វារបៀបមិនចឹងណាធ្វើម៉េចយើងសំខាន់បើថាតារីយើងត្រូវតែដាក់កង់កដាអាហ្នឹងចំណាំថងហ្នឹងមកគាត់តែ recommend ថាពេលទៅសឹកកន្លងកង់តឡើងម៉ាស៊ីនវាតិចតឡើងកន្លងម៉ាស៊ីនវាតិចឲ្យវាកន្លងខ្លាំងអញ្ចឹងណាដល់ពេលយើងទៅយើងសឹកទៅវាឆាប់អស់បើថាយើងតម្លាក់វាប៉ុណ្ណាយើងយកទៅតារីហ្នឹងគឺវាអត់នេះទេវាអត់សូវខ្លាំងទេវាយឺតវារៀងយឺតវាមិនយឺតហ្មងឯងបើថាយើងកន្លងកង់របស់យើង 0% អាហ្នឹងលេងអា100គាត់ហ្នឹងត្រូវហើយតែបើយើងកន្លងកង់យើងនៅមានអញ្ចឹងយើងតឡើងវាសិនតឡើងវាកន្លងខ្លាំងសិនហើយកន្លងម៉ាស៊ីនវាខ្លាំងហើយយើងទៅផ្សឹកកន្លងកង់វាដល់ level 0ចាំយកមកតម្លាក់វាវិញអញ្ចឹងណាហ្នឹងហើយនៅពេលដែលយើងផ្សឹកកន្លងកង់វារួចរាល់ហើយយើងចូលមកកែវាម្ដងទៀតអញ្ចឹងទៅកន្លងពេលខ្លះយើងកែវាហើយតែវាអត់ជាប់អញ្ចឹងណាអាហ្នឹងយើងត្រូវតែយើងត្រូវតែកែវាម្ដងទៀតពេលខ្លះណាអាហ្នឹងដោយទូរស័ព្ទឯណាគ្នាយើងកែវាម្ដងទៀតហ្នឹងក៏មិនកែទាំងអស់ដែរយើងកែតែតិចកែពីច្រើនអាកន្លែងទាំងងន់ឡានហើយនឹងកង់កែកន្លែងកង់ហ្នឹងយើងកែជាវាងវាពេលយើងទៅយើងកាច់ចកោទៅយើងជន់ប្រាំងទៅវាអត់អុសបាត់ចំហៀងវាអុសទៅវាវេទៅមុខវាត្រង់វិញអញ្ចឹងណាអាហ្នឹងហើយក៏ចំណុចសំខាន់ដែរកន្លែងហ្នឹងហ្នឹងហើយបន្ទាប់ពីយើងផ្សាយកន្លងកង់វារួចហើយយើងស្រែវាឲ្យស្រែអីចឹងហើយយើងចូលទៅត្រីហើយបានហើយយើងតម្លាក់កន្លែងនោះតម្លាក់កន្លែងដូចខ្ញុំហ្នឹងដូចខ្ញុំធ្វើមើលអញ្ចឹងតម្លាក់កន្លែងចឹងហើយយើងអាចចូលទៅត្រីបានហើយ recommend ថាអ្នកលេងថ្មីត្រីធំលេខ2លេខ3អីចឹងទៅក៏វាសុបាយដែរវាមិនសូវលឿនអីចឹងណាបើដៃចឹងចាស់សេរីអីយើងលេងធម្មតាទៅហ្នឹងហើយតើឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅមើលការតេរីរបស់គ្នាមើលចឹងនឹងវា smooth ដល់កម្រិតណាអញ្ចឹងណាតោះ let's go ជប់មុននឹងចូលទៅកាន់តេរីខ្ញុំសូមប៉ឹងអ្នកគ្នាឲ្យជួយចុច subscribe ខ្ញុំតែមួយកុំភ្លេចចុចដាក់រូបកណ្ដឹងផងបាទអរគុណអ្នកទាំងអស់គ្នាខ្ញុំសូមអធិស្ឋានគ្នាយើងបន្តិចទៀតដោយសារតែបើឃើញខ្ញុំតេរីរៀងតាក់អីហ្នឹងគឺមិនមែនមកពី setting ក្នុង game ទេណាគឺមកពី setting របស់ខ្ញុំផ្ទាល់តែម្ដងបាទហ្នឹងហើយអ្នកគ្នាដោយសារវាធម្មតាទេសាប់រៀងចាស់ដែរវារៀងតាក់ឥឡូវខ្ញុំពងខំរយអ្នកគ្នាចិត្តបានរបស់ល្អលេងវិញអីចឹងណាហ្នឹងហើយបើចង់ support ខ្ញុំប្រត់តាមរយៈការជីវឡានអញ្ចឹងណាជីវឡាន account កុំភ្លេចចុច link នៅក្នុងវីដេអូហ្នឹងហើយនឹងចូលទៅដល់ channel Telegram របស់ខ្ញុំអូខេអ្នកគ្នាវីដេអូរបស់យើងក៏កាត់បន្តទីបញ្ចប់ហើយបើសិនជាគ្នាស្រឡាញ់ចូលចិត្តកុំភ្លេចចុច like ហើយនឹង subscribe ខ្ញុំម្ដងមួយទៅបាទអរគុណអ្នកគ្នា